សួស្តីអ្នកនរគ្នាថ្ងៃនេះគឺយើងមកធ្វើការសង្ខេបសាច់រឿង Dragon Ball នៅក្នុងអេពីសូតទី35បន្តទៀតនៅក្នុងអេពីសូតមួយនេះគឺជាការប្រកួតរបស់ Goku ជាមួយនឹង Kuririn ចាប់ផ្ដើម Kuririn បានប្រើប្រាស់របៀបរបស់គេយ៉ាងលឿនធ្វើការវាយប្រហារដល់កាន់ Goku របស់យើងម្ដងហើយម្ដងទៀត Goku ជាមួយនឹង Kuririn នៅតែបន្តធ្វើការវាយគ្នាទៅវិញទៅមកអ្នកទាំងពីរក៏បានធ្វើការថយក្រោយមួយជំហានរួចហើយក៏ស្ទុះប្រើប្រាស់ខណៈដៃរបស់គេធ្វើការវាយប្រហារបន្ថែមពីនេះវាទៅកាន់ Kuririn របស់យើងប្រមាណដៃទៀតទៅមួយកន្លែងក្នុងកំឡុងពេលនោះគូគូយើងក៏ប្រើប្រាស់របៀបរបស់គេយ៉ាងលឿនចូលសម្រាប់ទៅរក Kuririn គូគូរត់បណ្ដាប្រើប្រាស់ការមេហាបណ្ដាពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនតើគូគូមិនបាញ់ទៅកាន់ Kuririn នោះទេខ្លួនបែរជាបាញ់ប្រជ្រះទិសដើម្បីប្រើប្រាស់របៀបរបស់គេវាប្រហារទៅកាន់ Kuririn កំឡុងពេលដែល Kuririn ដេកស្បៃមួយសន្ទុះខ្លួនក៏បានក្រោកឈរឡើងវិញជាការសងសឹកទៅវិញ Kuririn សងគូគូរបស់យើងមួយជើងអ្នកទាំងពីរធ្វើការបន្តវាយគ្នាម្ដាយហើយម្ដាយទៀតទៅវិញទៅមកខ្ញុំមិនដឹងថារាយរាប់យ៉ាងណានោះទេនឹងតែពួកគេវាយគ្នាម្ដាយទៅម្ដាយមកលបឿរបស់តងោលឿនទៅហើយប៉ុន្តែលបឿរបស់គូគូលឿនជាងនឹងទៅទៀតមួយដៃនេះធ្វើតងោដេកស្ប៉ាតតែម្ដងកុំឲ្យចាញ់ចិត្តជាមួយនឹងគូគូ Kuririn មានតែប្រើការមេហាតែម្ដងការមេហារបស់ Kuririn ក៏គូប្រើប្រាស់ដៃមួយជំហៀងតែប៉ុណ្ណោះដើម្បីទប់ទល់ក្នុងពេលហ្នឹងណាទៅដឹងថា Kuririn របស់យើងទៅទីណា Kuririn ក៏បានស្ទុះមកចាប់បន្ទុយរបស់គូយើងតែធ្វើគូរបស់យើងចោះសោយមួយរំពេចណាទៅដឹងថាគូរបស់យើងអាចរើសបំរាស់បានទៅពិតជាគួរឲ្យសោកស្ដាយសម្រាប់ Kuririn ណាដែលសារតែគូរបស់យើងខំប្រឹងប្រែងក្នុងការវឹកហាត់បន្ទុយរបស់ខ្លួនខ្លាំងណាស់ឆ្លៀតពេលដែលគូមិនបានប្រយ័ត្ន Kuririn ក៏បានលាងមួយកែងតែម្ដងដោយមិនចង់ចាញ់ Kuririn ព្យាយាមក្នុងការដេញវាប្រហារដល់កាន់គូរបស់យើងជាចុងក្រោយខ្លួនវាយគូរបស់យើងម្ដាយទៀតតែទោះជាណាក៏ដោយគូក៏ចាប់ប្រើប្រាស់សិទ្ធិរបស់ខ្លួនដែលធ្វើលបឿនរបស់គេលឿនខ្លាំងមែនតើលបឿនមួយនេះសូម្បីតែ Kuririn ព្រមទាំងអ្នកទស្សនាការប្រកួតមួយនេះសង្សឹងតែមើលមិនឃើញនោះទេតែឃើញថា Kuririn របស់យើងចាប់ផ្ដើមស្លុតជើការវាយប្រហាររបស់គូដែលធ្វើឲ្យយើងមើលមិនឃើញធ្វើឲ្យ Kuririn ចាញ់យើងក៏លេចទៅមើលហេតុការណ៍មុននេះទីលបឿនរបស់គូរបស់យើងលឿនខ្លាំងមែនតើវាយប្រហារដល់កាន់ Kuririn របស់យើងប្រមាណដៃហើយលបឿនមួយនេះមានតែឋានចន្ទរបស់យើងតែប៉ុណ្ណោះដែលអាចមើលឃើញលបឿនរបស់គូអាចារ្យហាមិតឃើញដូច្នេះពិតជាមិនសង្ស័យជាមួយនឹងសមត្ថភាពរបស់គូដែលអាចសម្រាប់ថៅបាយការប្រកួតបញ្ចប់អ្នកទាំងពីរនៅតែជាមិត្តភក្តិសែរោមគ្រូជាមួយនឹងគ្នាដដែលហ្នឹងស្អែកឡើងគឺជាការប្រកួតប្រែកប្រត់រវាងគូគូជាមួយនឹងឋានចិនហាន់អ្នកទស្សនានៅtrongវិញសាយវានៅបំចង់មើលការប្រកួតរបស់អ្នកទាំងពីរជាយូរមកហើយចំណែកប៊ូលម៉ាជាមួយនឹងគ្នាមានតែស្រ័យលើកទឹកចិត្តឲ្យគូតែប៉ុណ្ណោះគូជាមួយនឹងឋានចិនហាន់សម្លឹងមើលមុខគ្នាមួយសន្ទុះរួចហើយក៏ចាប់ផ្ដើមបញ្ចេញសិទ្ធិរបស់ពួកគេរៀងខ្លួនគ្រាន់តែការប្រកួតចាប់ផ្ដើមគូក៏បានធ្វើការវិភាគដល់កាន់ឋានចិនហាន់ជាមួយនឹងកតុយរបស់ខ្លួនធ្វើឲ្យខ្លួនអាចវាយទៅកាន់ឋានចិនហាន់ត្រូវម្ដាយបន្ថែមពីនេះទៅទៀតខ្លួនក៏ប្រើរទេះជើងទៅវាប្រហាប៉ុន្តែឋានចិនហាន់ក៏បានប្រើប្រាស់ក្បាច់ដូរទៅផានវិប្រហាដល់កាន់គូឃើញដូច្នេះគ្រប់គ្នាចំហមកឡើងចហ៊ូសំបីតែឋានចិនហាន់ជាមួយនឹងហាមិនសមដែលញ៉ាំបិទដល់ឡើងចិត្តហើយស្រាប់តែពេលហ្នឹងគូរបស់យើងគ្មានបញ្ហាទេសម្រាប់ស្នៀតដូរទៅផានក្បាច់កពកប៉ុណ្ណឹងដោយរត់ដល់អញ្ចឹងគូបំលាស់ទីដូចជាលបឿនសម្លេងអញ្ចឹងឆ្វាយទៅឆ្វាយមកលបឿនរបស់គូលឿនដែលធ្វើឲ្យភ្នែកបីបាក់ក្នុងការមើលខ្លាំងណាស់ក៏ដោយសារតែខ្លួនមានភ្នែកបីខ្លួនក៏អាចទះគូរបស់យើងត្រូវមើលកំភ្លៀងឃើញតែឋានចិនហាន់វាយគូរបស់យើងមិនដល់ដៃបងប្អូនរបស់គូពិតជាព្រួយបារម្ភខ្លាំងណាស់តងើវាយគូរបស់យើងអត់ឈប់ឈរហើយក៏បន្ថែមមួយដៃទៀតដែលធ្វើគូខ្លងទៅមួយកន្លែងបន្ថែមពីលើក៏ចាប់កវុយកអារបស់គូយ៉ាងហើយក៏ញញឹមឡើងជឿជាក់ឋានចិនហាន់មិនសាក់សើនោះទេក៏ចាប់កវុយគូរបស់យើងឡើងទៅលើអាកាសហើយក៏បានប្រើក្បាច់បាល់ទះរបស់ខ្លួនធ្វើការទះគូរបស់យើងប្រមាណដៃទៀតចោះគេទៅឡើងវាមិនមែនជាបញ្ហាគូក្រកឡើងរស់ហើយក៏ប្រើលបឿនរបស់គេធ្វើការវិបហារដល់កាន់ឋានចិនហាន់ពីបេដៃពីបេជើងត្រូវមួយជើងនេះប៉ាឡើងឆ្ងាញ់ហើយគូក៏បានធ្វើការលោទៅបន្ថែមទៅទៀតអាហេនឹងប្រើការមេមហាបាញ់ទៅកាន់ឋានចិនហាន់ទៅហើយគូក៏បានខនសាទៅវិញក្រោយពីចុះមកដល់ដីតងើនៅតែរបួសធ្ងន់ជាងគូឡើយហ្នឹងតែអណ្ដាក៏បាននិយាយថាបើមិននេះគូប្រើប្រាស់ការមេមហានោះឋានចិនហាន់ប្រកាសជាចាញ់ជាមិនខានចាប់ផ្ដើមសារជាថ្មីអ្នកទាំងពីរក៏ប្រើរបៀបរបស់គេយ៉ាងលឿនស្ទុះចូលគ្នាវិបហាគ្នាទៅវិញទៅមកបើជាអស់ចាស់ខ្លាំងមែនតើគូបានធ្វើការវិបហាដល់កាន់ឋានចិនហាន់រហូតវានឹងធ្លាក់ពីលើសង្វេទទៅហើយតងើក៏ឲ្យថាមិនបានតដៃមានតែធ្វើការវិបហាដល់កាន់គូរបស់យើងវិញតែប៉ុណ្ណោះក្នុងពេលនោះគូរបស់យើងក៏បានប្រើប្រាស់ក្បាច់សែនសរបស់ខ្លួនជាសមោដោយហាយ៉ាប៊ូសាឡំពណ៌ដល់កាន់ឋានចិនហាន់ពិបាកក្នុងការបែងចែកមួយណាសមោមួយណារូបរាងពិតខ្លាំងមែនតើគូក៏បានធ្វើការចូលទៅវិបហាប៉ុន្តែនេះគឺជាសមោរបស់ឋានចិនហាន់មិនផ្លាយនោះទេអ្នកតែពីស្ប្រាយគ្នាទៅវិញទៅមកអ្វីគ្រប់យ៉ាងសឹងតែជាសមោមួយជើងមិញហ្នឹងឋានចិនហាន់ដេកស្ដោកតែម្ដងបន្ទាប់ពីបានក្រោកមកវិញតងើក៏បាន
បានប្រើស្នេហ៍របស់ខ្លួនដែលមានឈ្មោះថាខាយូខេដែលយើងមើលទៅដូចជាការម្រេចស្មីបន្លឺអញ្ចឹងតើតែមានការនៅពេលដែលបន្លឺចាំងភ្នែកដៃគូប្រកួតខ្លួនក៏បានធ្វើការចូលរវាបហាគូคูក៏ប៉ុន្តែគូคูរបស់យើងចាប់ដៃជាប់ហើយក៏មិនថែមប្រមាណដៃទៅកាន់តងោដោយដែលយើងបានឃើញអញ្ចឹងដោយសារតែគូคูរបស់យើងបានពាក់បន្តែខ្មៅដែលធ្វើឲ្យការម្រេចស្មីមាននឹងមិនអាចចាំងចូលភ្នែកគូคูថែមទាំងហានបច្ចុប្បន្នខ្លាំងមែនទែនមូលហេតុដោយសារតែគូคูរបស់យើងបានខ្ចីពីបន្តានេះពីតានដើកកំឡុងពេលដែលគូคูរបស់យើងមិនបានប្រយ័ត្ននៅពេលដែលខ្លួននៅឡើងសងបន្តាទៅកាន់តានដើកតងោក៏បានធ្វើការលោតទាត់គូคูរបស់យើងធ្វើឲ្យបែកកញ្ចក់បន្តារីឯខូរ៉េនៅពេលដែលបានឃើញភ្នែករបស់តានដើកដោយប្រហែលជាមួយនឹងចែកគីឈុនមិនទេនៅក្នុងការប្រកួតថានេះហើយរបស់យើងវាប្រហែលគូคูយើងត្រូវមកដែរមិនថ្មីនោះទេសម្រាប់គូคูពួកគេទាំងពីរក៏បានធ្វើការវាបតែផ្តាប់គ្នាទៅវិញទៅមកកំឡុងពេលហ្នឹងឆាវស៊ូក៏បានធ្វើការវាបហាទៅកាន់គូคูដែលវាគឺជាអាការរបស់តងោវាគូคูរបស់យើងត្រូវមកជើងតែជាថ្មីម្ដងទៀតគូคูក៏បានប្រើរបៀបរបស់គេធ្វើការសម្រុកទៅកាន់តងោដោយលោកមុនអញ្ចឹងឆាវស៊ូក៏វាបហាទៅកាន់គូคูដែលវាគឺជាអាការរបស់តងោវាទៅកាន់គូคูរបស់យើងប្រមាណដែរតែដែលឃើញដូច្នេះខ្លួនចង់ចាំមិនពេញចិត្តទាត់អសោះសូម្បីតែយ៉ាំសាររបស់យើងក៏បានដឹងហេតុការណ៍នេះដែរគូคูក្រោកឡើងហើយក៏បានជាប្រមាណម៉ែត្រអាមនុស្សថោកទៀតគូคูក៏បានទៅម្ដងទៀតប៉ុន្តែត្រូវបានឆាវស៊ូរបស់យើងវាបហាទៅកាន់គូคูរបស់យើងជាអាការរបស់ថែនចន្ទហានសាជាថ្មីមានតែធ្វើការសាបទៅកាន់គូคูរបស់យើងតែប៉ុណ្ណោះគ្នារបស់គូคูក្រោយពីបានដឹងថាអាក្អូនមកដូចជាលេងហេនឹងជាអ្នកធ្វើគ្រប់គ្នាពិតជាខឹងជាខ្លាំងជាភាសាឡុចយើងតែម្ដងគូคูក៏បានធ្វើការតរកាន់តងោមកជើងហើយក៏បានធ្វើការរត់ចូលសម្រុកតែម្ដងប៉ុន្តែត្រូវបានឆាវស៊ូធ្វើការវាបហាដល់កាន់គូคูរបស់យើងដោយលើកមុនអញ្ចឹងថានេថារបស់យើងមិនធូរដៃឲ្យគូคูរបស់យើងនោះទេមានតែសាបយកតែប៉ុណ្ណោះហើយតែខាងជាមួយនឹងឆាវស៊ូឡុចរបស់យើងយករញូឡើងធំវាដាំក្បាលទៅកាន់ឆាវស៊ូក៏ប៉ុន្តែតាចា5មេត្រអាចចាច់ការឡុចរបស់យើងបានល្ងាយស្រួលចំណែកឯនៅក្នុងការប្រកួតយើងវិញគូคูមិនអាចតដៃជាមួយនឹងតងោសំបីមួយដៃទោះបីជាត្រូវធ្ងន់យ៉ាងណាក៏ដោយគូคูក៏និយាយទៅកាន់តងោថាការប្រកួតនេះមិនអយុត្តិធម៌ទៅអត់សោះថាជាហានក៏បានប្រើប្រាស់សម្លេងនៅក្នុងចិត្តរបស់ខ្លួនបានប្រាប់ទៅកាន់5មេត្រជាមួយនឹងឆាវស៊ូថាកុំឲ្យធ្វើបែបហ្នឹងនិយាយទៅគ្រូសាសគេនឹងចាប់ផ្ដើមធ្វើការឆ្លោះប្រកែកគ្នាទៅវិញទៅមកតែម្ដងតែសារតែ5មេត្រសាមាបានស្រ័យលឺថាឲ្យតងោរបស់យើងសម្រាប់គូคูយើងទៅតែតងោគឺថាមិនព្រមនោះទេដោយសារតែបែបនេះហើយទើបធ្វើឲ្យអ្នកទាំងពីរចាប់ផ្ដើមឆ្លោះគ្នាតែម្ដងហើយមិនក៏បាននិយាយថាតែឯងភ្លេចពីគោលម្ដងរបស់ឯងចង់ខ្លាចតែជាធាតុកោទៅហើយដល់និយាយគ្នាមកស្ដាប់ថាមេរបស់យើងមានតែចង់សម្រាប់ទៅកាន់អ្នកទាំងពីរតែប៉ុណ្ណោះខ្លួនក៏បានបញ្ជាឲ្យឆាវស៊ូបានប្រើប្រាស់ថាអពុផ្លូវចិត្តរបស់ខ្លួនវាបហាទៅកាន់អ្នកទាំងពីរតែហេតុតែឆាវស៊ូមិនស្ដាប់ខ្លួនក៏បានគម្រាមឆាវស៊ូថាយើងនឹងសម្រាប់ឯងរៀនមិនសម្រាប់ក្មេងតូចទៅហើយតានដារបស់យើងក៏បានចេញមុខមកជួយគ្រប់គ្នាពិតជាភ្ញាក់ផ្អើលជាមួយសមត្ថភាពរបស់តានដែលយើងខ្លាំងមែនតែនគ្រាន់តែប្រស្នាតែប៉ុណ្ណោះក៏អាចចាត់ការទៅកាន់ជើងខ្លាំងមួយបានយ៉ាងទីផុយតានដែលក៏បាននិយាយថាកំភៃអីតែអាចារ្យដែរប្រកាសជាមិនងាយស្លាប់នោះទេដូច្នេះការប្រកួតរបស់ពួកគេដែលមានភាពយុត្តិធម៌ក៏បានចាប់ផ្ដើមគូคูបានប្រើប្រាស់របៀបរបស់គេអង្លឿនបានធ្វើការវិបហាទៅកាន់ឋានជាឋានរបស់យើងត្រូវមួយជើងគូคูនៅតែបន្តវាដំទៅកាន់ឋាននេហារបស់យើងមួយជើងហើយមួយជើងទៀតកំឡុងពេលហ្នឹងឋាននេហាក៏បានប្រើប្រាស់ស្នេហ៍របស់គេបង្រៀនខ្លួនរបស់គេយ៉ាងងៀតធំគ្រាន់តែស្រែកមកបានក៏មានអ្វីម្យ៉ាងដោះចេញពីខ្នងរបស់តងោដោយអ្វីដែលបានឃើញអញ្ចឹងឋាននេហាមិនខុសអ្វីពីបែនឋានប្រមាណនោះទេចាប់ផ្ដើមឋាននេហាក៏ប្រើប្រាស់របៀបរបស់គេអង្លឿនធ្វើការវិបហាទៅកាន់គូคูដោយសារតែគេមានដៃ4អាចវាយគូคูរបស់យើងខ្ទប់នឹងដៃវានឹងធ្លាក់ពីលើសង្វៀនហើយគូคูរបស់យើងទប់ជាប់តងោក៏បានរត់ចូលមកគូคูក៏បានដឡាតវាបហាទៅកាន់ថែននិនហានក៏ប៉ុន្តែថែននិនហានរបស់យើងចាប់ដៃជើងគូคูរបស់យើងជាប់គូคูខំប្រឹងរើដែរតែរើមិនរួចទៅរសោះថែននិនហានមាននយោបាយតងោបុកតែប៉ុណ្ណោះជាការតដៃទៅវិញគូคูក៏បានប្រើកតុយរបស់ខ្លួនវាបហាទៅកាន់មុខរបស់ថែននិនហានតន់តែមានអាការគូคูក៏បានរើបំរាស់ចេញតែម្ដងដោយកុំឲ្យរងចាំយូរគូคูក៏ប្រើរបៀបរបស់គេយ៉ាងលឿនជាមួយនឹងកំណាត់ដៃរាប់ពាន់វាបហាទៅកាន់ថែននិនហានរបស់យើងបន្តទៅមុខទៀតមួយជើងរបស់គូคูដែលធ្វើតងោលោតចង្គង់ស្ប៉ានឹងដីគូคูមានតមានតែកម្លាំងខ្លាំងចាប់ក្លេឋាននិហានរបស់យើងឡើងស្រែកចៃពេញនឹងកុំឲ្យថាមិនបានតដៃទៅវិញឋាននិហានមានតែចាប់ចង្វាច់ករបស់គូคูតែប៉ុណ្ណោះអ្នកទាំងពីរមើលទៅដូចជារៀងអស់ខ្យល់រៀងខ្លួនមិនទេដោយឡែកគូคูរបស់យើងរៀងមានព្រៀបជាងចុចជាកូនប្រុសឋាននិហានរបស់យើងមានខំប្រឹងតែប៉ុណ្ណោះមិនយូរប្រហែលការកាត់ខំប្រឹងប្រែងរបស់តងោមិនអាសាបើនោះទេក៏ចាប់កវែងគូคูរបស់យើងទៀតទៅមួយកន្លែងតងោមិនចង់ចំណាយពេលវេលាជាមួយនឹងគូคูច្រើនក៏បានតែលើអាកាសហោះឡើងលើមេឃតែម្ដងហើយក៏ចាប់ផ្ដើមប្រើជូស៊ូថ្មីមួយដែលមានឈ្មោះថាគីកូហូ
និយាយទៅថាពួកគីកហូមួយហ្នឹងសិតសឹងតែធ្វើគូគូរបស់យើងខ្លាចតែជាផែទៅហើយដោយដែលយើងបានឃើញអញ្ចឹងសายវៀនបូនជ្រុលនោះឡើងធ្លុះសឹងតែធ្វើឲ្យយើងហ្នឹងគឺថាមើលមិនឃើញបាននោះទេគ្រប់គ្នាដែលជាគ្នារបស់គូគូនឹងសិតសឹងតែព្រួយបារម្ភចំពោះគូគូខ្លាំងមែនតើដោយឡែកមានតែជើងខ្លាំងមួយចំនួនតែប៉ុណ្ណោះដែលដឹងថាគូគូរបស់យើងនៅរស់នោះទេគឺនៅលើអាកាសណោថែនជាឋានពេលនេះមិនខុសអ្វីពីស៊ុបប្រមែននោះទេក៏ហោះទៅជួបគូគូក្រោយពីបាននិយាយគ្នាពីប្រមាណនៅលើអាកាសគូគូរបស់យើងក៏ចាប់ផ្ដើមប្រើប្រាស់កាមេមេហាដោយរស់ដល់អញ្ចឹងការមេមហានេះគឺបាញ់បជាទៅឬធ្វើល្បឿនរបស់គូគូកើនឡើងបុកកាន់ថែនហានរបស់យើងត្រូវមួយក្បាលពិតជាគួរភ្ញាក់ផ្អើលខ្លាំងមែនទែនថាមពលការមេមហាបានរុញអ្នកទាំងពីររាប់រយគីឡូណោះដែលសារតែគូគូរបស់យើងទៀតបុកជាមួយនឹងឡានៅធ្វើការប្រកួតនេះថែនហានរបស់យើងគឺជាអ្នកឈ្នះគ្រប់គ្នាដែលជាអ្នកទស្សនានឹងពិតជាស្ងប់ស្ងាយនឹងការអ្នកទាំងពីរខ្លាំងមែនទែនក៏បានរត់ទៅរកអ្នកទាំងពីរតែម្ដងមនុស្សគ្រប់គ្នានៅទីនោះនឹងពិតជាមានការគោរពទៅកាន់អ្នកទាំងពីរនឹងខ្លាំងមែនទែនក្រោយពីនេះមកនៅពេលល្ងាចថែនហានរបស់យើងក៏បានមករកគូគូរួចក៏បកលប្រារង្វាន់ចំនួន2កណាឲ្យទៅកាន់គូគូក៏ដោយសារតែការប្រកួតមួយនេះខ្លួនពឹងពាក់ទៅលើស្នាងតែប៉ុណ្ណោះទើបអាចឈ្នះបើនិយាយពីបច្ចេកទេសជាមួយនឹង skill វិញខ្លួនប្រកាសជាមិនអាចឈ្នះគូគូនោះទេសូម្បីតែយ៉ាំសាក៏បានអបអរសាទរជ័យជំនះរបស់ថែនយ៉ាងណាស់ដែរចំណែកថែនយ៉ាងណាស់ពិតជាខ្មែរយើងខ្លាំងមែនទែនមានការសុំទោសតែប៉ុណ្ណោះតងយើងបច្ចុប្បន្ននេះក៏រៀងតច្រកដែរចំណែកឡុចក៏បាននិយាយថាខ្លួនពិតជាស្រឡាញ់ភាពប្រៃសាយរបស់ឯខ្លាំងមែនទែនយ៉ាងម៉េចយ៉ាងម៉ាមករស់នៅជាមួយនឹងនាងមកតួនេះជាអ្នកមើលថែお気持ちはありがたいがតងរៀបរាប់ឡើងមួយសន្ទុះចំណែកឡុចសានយើងវិញក៏បាននិយាយថាតោះពួកយើងធ្វើជាមិត្តភក្តិតែម្ដងទៅហេតុតែឃើញថាស្ថានភាពមិនស្រួលតែនៅក៏បាននិយាយមកឲ្យដានថាពួកយើងគួរនៅតែទៅនិយាយគ្នានៅកន្លែងបរិភោគអាហារវិញល្អជាងចំណែកខូរ៉េរិនហេតុតែគូរបស់យើងផ្លេចត្រាក្រនបនៅកន្លែងការប្រកួតដូច្នេះហើយខ្លួនមានតែរត់ទៅយកឲ្យតែប៉ុណ្ណោះនៅកន្លែងបរិភោគអាហារគូយើងហាក់បីដូចទទួលបានញៀនដឹងថាមានហេតុការណ៍អ្វីមួយកំពុងតែកើតឡើងដូច្នេះខ្លួនមានតែស្ទូលប្រើលឿនយ៉ាងលឿនទៅរកខូរ៉េរិនរបស់យើងតែប៉ុណ្ណោះពិតជាមិនគួរឲ្យជឿតរសនៅពេលដែលខ្លួនដើរមកដល់ឃើញខូរ៉េរិនដេកស្ប៉ាកទៅហើយគណៈកម្មការនៅក្បែរនោះក៏បាននិយាយថាគឺមានសត្វចម្លែកមួយក្បាលហ្នឹងគឺបានចេញមកពីមួយអ៊ុយរួចហើយក៏បានធ្វើការសម្លាប់ខូរ៉េរិនមិនតែប៉ុណ្ណោះក៏បានរួចត្រាងកនបជាមួយនឹងបញ្ជីឈ្មោះនៃការប្រកួតនឹងយកទៅទៀតចឹងនៅក្នុងអេពីសូតមួយនេះពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនមិនដឹងថានរណាគេគឺជាអ្នកសម្លាប់ខូរ៉េរិនរបស់យើងនោះទេហើយបែបនេះហើយយើងរងចាំទស្សនាថានរណាគេគឺជាអ្នកសម្លាប់ខូរ៉េរិនរបស់យើងនៅក្នុងវីដេអូបន្ទាប់